ខូច CBC ខូច CBC CBC គឺជាប្រព័ន្ធប្រមូលផ្ដុំដោយព័ត៌មានឥណទានអញ្ចឹងបើសិនជាបងប្អូនខូចឈ្មោះនៅក្នុងប្រព័ន្ធ CBC មានន័យថាបងប្អូនគឺពិបាកក្នុងការខ្ចីលុយធនាគារថែមទៀតពិបាកក្នុងការខ្ចីលុយឬមួយក៏ខ្ចីលុយធនាគារអត់បានអញ្ចឹងបើសិនជាបងប្អូនជួបករណីដែលថាខូចឈ្មោះក្នុងប្រព័ន្ធ CBC ដែលយើងពិបាកក្នុងការខ្ចីលុយនេះគឺតើធ្វើម៉េចដើម្បីឲ្យយើងអាចខ្ចីលុយបានធ្វើម៉េចឲ្យឈ្មោះរបស់យើងនៅក្នុងប្រព័ន្ធ CBC នេះគឺត្រឡប់មកល្អប្រសើរឡើងវិញអញ្ចឹងដំណោះស្រាយរឿងដែលបងប្អូនត្រូវធ្វើទី1គឺបងប្អូនត្រូវកំណត់ឬមួយក៏រៀបចំកាលវិភាគក្នុងការបង់សងកម្ចីនេះគឺឲ្យបានល្អជាងមុនអូខេករណីកន្លែងនេះបើសិនជាបងប្អូនជួបករណីក្នុងការបង់សងកន្លែងនេះគឺបងប្អូនអាចទៅពិភាក្សាជាមួយនឹងធនាគារជាមួយនឹងមន្ត្រីឥណទានដើម្បីយើងរៀបចំកាលវិភាគក្នុងការបង់សងឲ្យបានល្អឲ្យបានទាន់ពេលណាអូខេអានេះគឺចំណុចទី1ដែលបងប្អូនត្រូវធ្វើទី2អញ្ចឹងនៅពេលដែលបងប្អូនមានប្រវត្តិបង់សងយឺតយ៉ាវឬមួយក៏មានប្រវត្តិឥណទានមិនល្អហ្នឹងចាប់ពីពេលនេះទៅគឺ